ជំរាបសួរសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាយើងវិលមកជួបគ្នាសាជាថ្មីម្ដងទៀតនៅក្នុងរាត្រីនេះផងដែរខ្ញុំបាទនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាទៅតាមដានសម្ដាប់នៅខ្សែជីវិតរបស់ពុកប៉ាត់បន្តទៀតអញ្ចឹងដើម្បីកុំឲ្យពុកម៉ែបងប្អូនខាតពេលយូរយើងទៅតាមដានសម្ដាប់នៅសាច់រឿងថ្មីទាំងអស់គ្នារយៈពេលជាច្រើនឆ្នាំដែលលោកពុកគាត់បានឆ្លងកាត់នូវឧបសគ្គជាច្រើនជាមួយនឹងពូវេតក្រោយមកទៀតគឺពូវេតគាត់មានក្រុមគ្រួសារគាត់មានប្រពន្ធ2នាក់និយាយទៅគឺពូវេតគាត់ជាមនុស្សសម្បូរស្នេហ៍មែនមានប្រពន្ធ2នាក់ថែមទាំងមានកូនប្រុសរហូតទៅដល់2នាក់ទៀតគឺប្រពន្ធគាត់ម្នាក់ឈ្មោះថាកេសរម្នាក់ទៀតឈ្មោះថាស្រីលក្ខហើយប្រពន្ធគាត់ទាំងពីរគឺរស់នៅចុះសម្រុងគ្នាណានិយាយទៅដោយសារតែពូវេតគាត់បានឪពុកក្មេកគាត់ជាព្រានព្រៃជាអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភគេមិនគិតទៅលើមានក្រោយទេគេអាណិតស្រឡាញ់ពូវេតដោយសារតែពូវេតគាត់ជាមនុស្សត្រង់គាត់ខំព្យាយាមធ្វើការហើយពុកក្រោយពេលបានទុកដាក់ប្អូនចិញ្ចឹមរបស់គាត់នៅកន្លែងដែលស្ងប់សុខអីពុកគាត់ក៏មិនរស់នៅតែឯងក៏ធ្វើស្រែចម្ការក៏ជួញដូរគោក្របីដោយសារតែពុកនៅពេលហ្នឹងគាត់អត់ទាន់មានក្រុមគ្រួសារទេអ្នកនេះក៏គេពេញចិត្តអ្នកនោះក៏គេពេញចិត្តតែពុកគាត់ថាគាត់ចង់សន្សំប្រាក់សិនដោយសារតែគាត់នៅខ្វះខាតនៅឡើយគាត់ចង់យកគេមកឲ្យពិបាកមិនខ្វះទេអ្នកនៅក្នុងភូមិដែលគេពេញចិត្តគេចង់លើកកូនក្រមុំមកនៅថ្ងៃដែលពុកកំពុងតែធ្វើការនោះក៏ស្រាប់តែពុកទទួលបានដំណឹងមួយគឺជាសារផ្ញើមកពីខាងព្រំដែនជាសារបងប្អូនសាច់ញាតិដែលគេធ្លាប់ស្គាល់ពុកហ្នឹងណាដល់ពេលពុកលើកមើលទៅទើបដឹងថាសម្បត្តិនោះនៅក្នុងចដหมายនេះគឺទៅសេឡើងដែលរៀបរាប់អំពីពុកខំគឺពុកខំគាត់បានផ្ញើសម្បត្តិមកកាន់ពុកដើម្បីឲ្យពុកមកជួយគ្រូពេជ្រគឺចង់និយាយទៅដល់ម៉ូពេជ្រដែលជាគូសត្រូវចាស់របស់ពុកខំតែទាំងក្នុងសេចក្តីសម្បត្តិនឹងគឺគ្រូពេជ្រជាអ្នកសរសេរជាមួយនឹងពុកខំដោយសរសេរបែបអង្វរទៀតណាព្រោះថាជីវិតមនុស្សគឺសំខាន់ជាចឹងហើយនៅក្នុងនោះគឺពុកខំក៏បានសរសេរដែរគាត់ថាជាដាច់ខាតគឺត្រូវឲ្យពុកទៅតែហើយឲ្យបបួលពុកឡាំពុកសូនមកជាមួយផងចំណែកឯលោកគ្រូមាវិញគឺគាត់មិនបានបបួលទៅទេដោយសារតែនៅពេលនេះគឺលោកគ្រូមាគាត់មានវ័យចំណាស់ណាស់ទៅហើយពួកគាត់ទាំងអស់គ្នាក្រោយពេលទទួលបានសម្បត្តិនេះភ្លាមពុកក៏រៀនរន្ធត់ចិត្តដែរគាត់ថាមិនដឹងថាមានរឿងអីនៅទីនោះបានដល់ថ្នាក់ពុកខំគាត់ទៅសេចដหมายផ្ញើមកបែបហ្នឹងហើយនៅសម័យនោះពុំមានអ្នករត់សម្បត្តិអីទេសម្បត្តិគឺត្រូវផ្ញើទៅតាមគ្នាអ្នកដែលគេឆ្លងកាត់អីចឹងទៅហើយបើចង់ពឹងគេយកមកចឹងទៅត្រូវតែឲ្យថ្លៃឈ្នួលគេនេះតំណងជាគ្រូពេជ្រហ្នឹងគាត់មានការសំខាន់ទៅគាត់ពឹងឲ្យគេយកមកដល់ទីនេះហើយចំណែកឯអាស័យដ្ឋានដែលពុកគាត់ស្គាល់គ្នាដោយសារតែពុកសោតក៏ធ្លាប់ទៅលេងពុកខំហើយពុកខំក៏ធ្លាប់ដឹងថាពុកប៉ាន់គាត់រស់នៅទីណាឯទីណាចឹងទៅសារតែពុកសោតក៏ធ្លាប់លេងពុកប៉ាន់ដែរចឹងអញ្ចឹងហើយទៅបើធ្វើឲ្យការផ្ញើចដหมายមកចំទីកន្លែងដែលគាត់រស់នៅនៅយប់នោះពុកគាត់សម្រានមិនសូវជាលក់ទេលុះដល់ពេលមកលក់សម្រានលក់នៅពេលម៉ោង7ភ្លឺនេះទៅហើយគាត់យល់សុបិនឃើញថាគឺពុកខំកំពុងតែមានទុក្ខលំបាកហើយនៅក្នុងសុបិននិមិត្តនោះគឺដូចទៅនឹងការពិតអញ្ចឹងគឺសំឡេងអង្វរនឹងហៅរបស់ពុកខំបាននិយាយមកកាន់ពុកប៉ាត់ដើម្បីពុកប៉ាត់នឹងហៅបងប្អូនអ្នកដែលធ្លាប់ជាសិស្សរួមគ្រូនឹងគ្នាហ្នឹងដើម្បីទៅជួយគាត់ហើយគាត់ថារឿងហ្នឹងគឺសំខាន់ណាស់គឺពាក់ព័ន្ធទៅដល់ជីវិតមនុស្សម្នាក់ទៀតផងបើសិនជាពុកមិនមកទេគឺវារត់តែពិបាកហើយមកហ្នឹងគឺពុកខំក៏ផ្ដាំថាឲ្យយកមកគឺជាថ្លាមថ្ម7គ្រាប់ហើយនឹងដាវអាគមរបស់ពុកសោតមកជាមួយផងព្រោះវត្ថុស័ក្តិសិទ្ធិដែលនៅនឹងខ្លួនគាត់គឺគាត់មានតែអាថងយន្តមួយទេហើយអាថងយន្តជាសត្វអាគមដែលប្រយុទ្ធនៅលើគោកវាមិនអាចចូលទៅក្នុងទឹកបានទេតាមតែសាច់រឿងគាត់សរសេរនឹងចដหมายនឹងតាមសុបិនដែលពុកនិមិត្តឃើញនឹងគឺពាក់ព័ន្ធទៅលើផ្ទៃទឹកក្នុងទឹកបាតសម្បត្តិទឹកបាតស្ទឹងនឹងឯងហើយដល់ថ្នាក់គ្រូពេជ្រដែលជាគ្រូខ្លាំងនៅក្នុងទឹកដីនៃខេត្តឡាវនោះនៅតែមិនអាចទប់ទល់ជាមួយនឹងគេបានផងមិនដឹងថា
វិញ្ញាណដែលសន្ធិដ្ឋនៅខាងក្រោមបាតស្ទឹងនោះគឺខ្លាំងប៉ុណ្ណាទេនៅព្រឹកដែរពុកប៉ាត់ក៏រៀបចំចេញដំណើរនោះក៏ស្រាប់តែដន្លងរបស់គាត់មកគឺព្រានខ្លាមរយព្រានព្រៃម្នាក់នោះគេថាគេចង់យកអីវ៉ាន់គេទៅលក់ដែរដោយទៅជាមួយនោះមានខ្លារបស់គេម្នាក់ទៀតឈ្មោះថាផាន់ហើយព្រានខ្លាមរយហៅថាខ្លាផាន់នឹងឯងពួកគាត់ទាំងប្រមាណអ្នកហ្នឹងគឺជាមិត្តភក្តិនឹងគ្នាហើយមកបបួលពុកថាទៅជាមួយនឹងគេអត់គេទៅខាងទល់ដែនអញ្ចឹងពុកថាគាត់ចង់ទៅដែរតែគាត់ទៅខាងទល់ដែនខាងឡាវនោះទេគឺថាទៅមានការអីមែនពុកក៏បានរៀបរាប់អំពីដំណើរដើមតងថាទៅជួយជីវិតអីអញ្ចឹងទៅដល់ពេលព្រៀងខ្លាមរយលឺអញ្ចឹងគេថាគេចង់ទៅដែរចាំទៅជួយអ្នកនៅនោះហើយចាំហួសទៅលក់អីវ៉ាន់គាត់អីដែរព្រោះថាឈ្មោះម៉ួយខាងទល់ដែនថៃគេអត់ប្រញាប់ទេណាមួយទៅតាមច្រកព្រំដែននៃខេត្តព្រះវិហារដែរហ្នឹងគ្រាន់ថាគឺចំស្នឹងត្រែងសិនទៅឡើងទៅលើខាងឡាវហើយចាំទៅជាព្រំដែនទៅខាងខេត្តព្រះវិហារទៅទល់នឹងភ្នំដងរែកក៏មិនអីដែរព្រោះនៅទីនោះគឺគាត់ជួញដូរចង្គមខ្លាចែកាច់ភ្លុកដំរីអីអញ្ចឹងទៅណាតែចង់និយាយថាជាភ្លុកដំរីតៃសាដែលគាត់រកបានពីក្នុងព្រៃទេមិនមែនជាភ្លុកដំរីដែលគាត់បោបាញ់យកមកកាត់ភ្លុកយកទៅលក់ទេដល់ពេលនិយាយគ្នាត្រូវខ្លាផាន់ក៏ថាទៅជាមួយគ្នាទៅហើយទៅគេមានកូនកលីគេទៅ2នាក់ទៀតដោយសារតែខ្លាផាន់ជាអ្នកដែលគេមានមុខមានមាត់ខ្លាផាន់ទៅនឹងមានអ្នកបរទេះ2នាក់ហើយពួកគាត់ទាំងអស់គ្នាគឺនាំគ្នាជិះលើសេះដោយបុកប៉ាត់គាត់មានសេះគាត់ដែរតាមពិតសេះហ្នឹងគឺជាសេះរបស់គ្រូមៀទេតែគ្រូមៀគាត់ឲ្យមកពុកប៉ាត់គាត់តែងតែជិះទៅជិះមកឆ្លងពីខេត្តមួយទៅខេត្តមួយពីស្រុកមួយទៅស្រុកមួយអីចឹងទៅនៅតាមផ្លូវដែលពួកគាត់ទៅគឺមិនហ៊ានបរសេះលឿនទេដោយសារតែត្រូវដឹករបស់ដែរដឹកចង្គមខ្លាដឹកពពួកវត្ថុស័ក្តិសិទ្ធិអីចឹងដែលគេនៅខាងប៉ែកខាងភ្នំដងរែកនោះដែលជាជនជាតិថៃជាឈ្មួញគេមកទិញគេជឿជាក់លើរបស់ពួកគាត់ត្រូវលក់អញ្ចឹងទៅដោយសារតែព្រៀងខ្លាមរយដោយបងប្អូនបានដឹងហើយគាត់គឺជាព្រាមព្រៃជាអ្នករករបស់ព្រៃតាមពិតទៅគាត់អាចលក់នៅក្នុងស្រុកភូមិបានតែគ្រាន់តែវាបានតម្លៃថោកហើយគាត់ចង់ទៅដើរលេងហើយចង់យកទៅលក់ឲ្យគេនៅខាងទល់ដែននោះផងដែរលុះដល់ពេលមកដល់ត្រឹមខេត្តកញ្ចេះគឺពុកគាត់ចូលទៅបបួលពុកសោតហើយដល់ពេលចូលទៅដល់ផ្ទះពុកសោតក៏ដឹងថាពុកសោតក៏បានចេញដំណើរទៅបាត់ហើយរួមជាមួយនឹងពុកឡាមគឺទៅតាំងពី2ថ្ងៃមុនម្លេះនិយាយទៅតំណងប្រហែលជាទទួលបានសម្បត្តិហើយក៏ចេញទៅតាមម្ដងដល់ពេលដឹងបែបហ្នឹងពួកគាត់ក៏មិនបាននៅសម្រាប់ទីនោះយូរដែរគ្រាន់តែសម្រាប់ហូបបាយបន្តិចបន្តួចហើយក៏បានចេញដំណើរបន្តទៅទៀតហើយនៅតាមផ្លូវកន្លែងណាដែលពុកប៉ាត់ក៏ធ្លាប់ជួបហ្នឹងទៅពុកគាត់ចេះតែដំណើរឲ្យស្ដាប់ថាកន្លែងនេះធ្លាប់មានព្រៃខ្លារួមកាលពីមុនមានព្រៃខ្លាដែលវាសម្រាប់គ្រួគុំហើយវាមកចាំស្ទះសម្រាប់អ្នកភូមិនៅទីនោះកាលពីក្នុងសាច់រឿងមុននេះខ្ញុំបាននិយាយអញ្ចឹងទៅដល់ពេលមកដល់ត្រឹមផ្លូវច្រកខ្សាច់ហ្នឹងគាត់ក៏បានរៀបរាប់អំពីរឿងរ៉ាវអស់ហ្នឹងហើយព្រានព្រៃខ្លា100ក៏ចេះតែអង្គុយស្ដាប់នៅលើក្នុងសេះជាមួយនឹងខ្លាផាន់ដល់ពេលចឹងទៅពួកគាត់ក៏ចេះតែបនសេះបណ្ដាទៅជាមួយនឹងគ្នាទៅតាមតែចំណាយរយៈពេលទៅគឺឆ្ងាយតែខ្ញុំនិយាយបែបកាត់ទេមិនចង់ចំណាយពេលយូរពួកគាត់ធ្វើដំណើរទៅមកក៏បានមកដល់ផ្ទះចាស់តែជាអតីតផ្ទះតែជាដីដែលគាត់ធ្លាប់រួមរស់នៅជាមួយនឹងគ្រូមីដល់ទីនេះគាត់ក៏នឹកឃើញដល់គ្រូដើមរបស់គាត់ដែលធ្លាប់បង្ហាត់បង្រៀននៅមុនគេថាគាត់ហើយគាត់មកនេះគាត់មកសម្រាប់នៅទីនេះហើយគាត់ក៏ប្រញាប់ទៅផ្ទះពុកខំដល់ពេលទៅដល់នោះពួកគាត់ក៏បានជួបជាមួយនឹងម៉ោពេជ្រគឺជាគ្រូពេជ្រនឹងឯងតាមភាសាឡាយគេហៅថាម៉ោពេជ្រគ្រូពេជ្រហ្នឹងក៏មិនណយមិនអន់ណាដែរគ្រាន់តែគាត់មិនអាចយកឈ្នះពុកខំបានមែនតែគាត់ជាអ្នកដែលខ្លាំងខាងមុនអាគមនិយាយទៅចំអីអាក្រក់ស្ដាប់ទៅគឺមកពេជ្រហ្នឹងពូកែខាងធ្វើអំពើស្នេហ៍អំពើសម្លាប់គឺមកពេជ្រចិត្តទាំងអស់តែទាស់ត្រង់ថាគាត់ចាញ់ក្រោមដៃរបស់ពុកខំអញ្ចឹងមកដល់ទៅគាត់ក៏លើកដៃជំរាបសួរមកពេជ្រដោយសារតែមកពេជ្រគាត់អាយុបងគាត់ក៏ជំរាបសួរទៅកាន់ពុកខំអញ្ចឹងទៅហើយដល់ពេលពុកខំគាត់ក៏លេចឃើញព្រានខ្លា100គាត់ឡើងភ្ញាក់គាត់ថាអាខ្លាដល់ពេលលើបែបហ្នឹងភ្លាមពុកប៉ាន់ក៏រៀងឆ្ងល់ដែរគាត់ថាព្រានខ្លា100ជាមួយនឹងពុកខំស្គាល់គ្នាហើយដល់ពេលគេហៅគ្នាហៅអីចឹងទៅគាត់ក៏រៀងភ្ញាក់ដែរទៅ
ដោយសារតែព្រានខ្លា100ហ្នឹងគឺអាយុគាត់សម្បត្តិនឹងពុកខំដែរអញ្ចឹងដល់ពេលពុកសួរទៅពុកខំក៏រៀបរាប់អំពីដំណើរដើមតងថាសម័យកាលមួយហ្នឹងគឺគាត់ធ្លាប់ជួបគ្នាជាមួយនឹងព្រានខ្លា100ហ្នឹងហើយធ្លាប់រអានគ្នាជាមិត្តភក្តិនៅក្នុងកាលនោះគឺពួកគាត់ធ្លាប់បានទៅគេអញ្ជើញគាត់ណាឲ្យទៅធ្វើជាគ្រូមកដើម្បីជួយនាំផ្លូវក្រុមទាហានណាហើយមេទាហាននៅក្នុងសម័យនោះគឺព្រានខ្លា100នឹងឯងជាអ្នកដែលទៅជាមួយគាត់ធ្លាប់ប៉ះជាមួយនឹងពពួកខ្មោចព្រៃអាឋានអីហ្នឹងគឺធ្លាប់រត់គេចយករួចខ្លួនជាមួយនឹងព្រានខ្លា100នឹងឯងធ្លាប់ទៅប៉ះជាមួយនឹងច្រាបព្រៃខ្លាច្រាបនៅលើទឹកដីនៃខេត្តកំពង់ធំភ្នំរាំងអីហ្នឹងគឺទៅជាមួយនឹងព្រានខ្លា100នឹងឯងធ្លាប់បាញ់បោះព្រីខ្លាអីហើយក៏ធ្លាប់រាប់អានគ្នាតាំងពីពេលហ្នឹងមកតែដល់ពេលចប់សង្គ្រាមក៏មិនបានឮដំណឹងរបស់ព្រានខ្លា100ដែរដល់ពេលរៀបរាប់បែបហ្នឹងទៅពុកប៉ាត់ក៏រៀបរាប់ថាព្រានខ្លា100គឺត្រូវជាឪពុកក្មេងរបស់ពូវេទេអញ្ចឹងទៅណាហើយពុកខំក៏អញ្ចឹងក៏ថាអូអាក្មេងម្នាក់ដែលនៅជាមួយនឹងឯងហ្នឹងគេមានប្រពន្ធកូនអីហើយជាកូនរបស់អាខ្លាមែនពុកប៉ាត់ក៏សើចក៏ថាហ្នឹងហើយពួកគាត់ដល់ពេលស្គាល់គ្នាអញ្ចឹងក៏អត់មានអីត្រូវរបបច្រើនដែរពួកគាត់អង្គុយផឹកតែពិភាក្សាគ្នានៅពេលនោះគ្រូពេជ្រគាត់ក៏បាននិយាយថារឿងរ៉ាវដែលគាត់ហៅអ្នកដែលចេះទាំងអស់ដែលគាត់ធ្លាប់ស្គាល់ធ្លាប់ធ្វើជាសត្រូវធ្លាប់ធ្វើជាមិត្តដើម្បីមកជុំគ្នានេះដោយសារតែគាត់ដឹងពីសមត្ថភាពរបស់ពួកពុកអញ្ចឹងគាត់ថាពួកពុកគឺមានសមត្ថភាពខ្លាំងដើម្បីមកជួយគាត់ព្រោះថារឿងរ៉ាវដែលនៅក្រោមបាតស្ទឹងមួយនៅក្នុងស្រុកមួយនៃប្រទេសឡាវនោះគឺជាប់ទៅនឹងព្រំដែនខ្មែរយើងទេនៅទីនោះក៏មានប្រជាជនចេះនិយាយខ្មែរចេះស្ដាប់ខ្មែរនិងលក់ដូរទំនិញអីអាចនិយាយរកគ្នាទៅបានអញ្ចឹងហើយគេមកហ្នឹងគឺដើម្បីមកជួយកូនអ្នកមានម្នាក់ដែលគេរស់នៅក្នុងខេត្តឡាវនេះហើយអ្នកមាននោះទៀតសោតគេពឹងពរដំបងគេឲ្យប្រាក់តែមកពេកថាអត់ចង់បានទេព្រោះរឿងហ្នឹងគឺប្រថុយដល់ជីវិតហើយគាត់មកហ្នឹងក៏សួររថ្នាំថ្មហើយពុកក៏បានប្រាប់ថាគាត់យកមកបានហើយ7គ្រាប់ហើយក៏សួររដែរអាគុំរបស់ពុកសូនក៏ប្រាប់ថាយកមកដែរក៏ប្រាប់ថាគ្រប់ហើយអញ្ចឹងហើយនៅក្នុងនោះក៏មានកន្ទុយដំរីចង្កូមខ្លាដែរហើយក៏មានធ្មេញក្រពើទៀតគឺរបស់ទាំងអស់ហ្នឹងគឺនៅជាមួយនឹងអ្នកផ្សេងគ្នាគ្រាន់ថាធ្មេញក្រពើនៅជាមួយនឹងពុកខាំចំណែកឯកន្ទុយដំរីគឺនៅជាមួយទៅនឹងពុកឡាំកន្ទុយដំរីហើយចង្កូមខ្លានោះគឺនៅជាមួយនឹងពុកសោតព្រោះចង្កូមខ្លាហ្នឹងគឺធ្លាប់ទទួលបានពីគ្រូមៀដោយសារតែគ្រូមៀអាណិតស្លាញ់ពុកសោតក៏ធ្លាប់ឲ្យទៅពុកសោតដែរហើយមួយទៀតហ្នឹងគឺដំរីគឺគាត់ចង់និយាយទៅដល់ដំរីតែជាព្រុកដំរីដែលពុកប៉ាត់មានដែលយកមកសូនធ្វើជារូបយកទៅបង្ក្រាបគ្រូអាគមក្នុងសម័យសង្គ្រាមកាលពីលើកមុនវត្ថុទាំងអស់គ្នានឹងគឺនៅជាមួយនឹងមនុស្សរៀងខ្លួនអញ្ចឹងមានតែពុកសោតទេដែលមានទាំងចង្កូមខ្លាហើយមានទាំងដាវអាគមនោះទៀតដល់ពេលលើបែបហ្នឹងម្នាក់ក៏មើលមុខគ្នាគ្រូពេជ្រក៏បាននិយាយបន្តទៀតថាអ្នកទាំងអស់គ្នាជឿទៅលើរឿងចាំជាតិអត់ម្នាក់ក៏ចាប់ដើមមើលមុខគ្នាគ្រូពេជ្រក៏ថាតាមពិតទៅពីមុនគាត់អត់ជឿទេតែមកដល់ពេលនេះគាត់ជឿវិញ្ញាណគឺមានពិតហើយម្ចាស់កម្មពីទាំងអស់គឺមានពិតមែនទោះបីជាយើងស្លាប់ទៅដល់ទីណាប្រមាណ100ជាតិក៏ដោយក៏យើងនៅតែមានម្ចាស់កម្មពីតាមទៅលងបន្លាចតាមទៅជាជីដដែលដូចជារឿងកូនសេដ្ឋីនៅក្នុងថ្ងៃនេះអញ្ចឹងគឺនាងមានអាយុ18ឆ្នាំហើយជិតចូលរោងការទៀតតែបែរជាទៅជួបនឹងម្ចាស់កម្មពីដែលជាព្រីបណ្ឌបាតស្ទឹងទៅវិញនៅទីនោះតាមពិតពីដើមមកគឺគេគោរពបូជាណាស់តែក្រោយមកនេះទើបទទួលដំណឹងថានៅទីនោះវាប្រែក្លាយទៅជាទីកន្លែងមួយដែលយកជីវិតមនុស្សជារៀងរាល់ឆ្នាំទៅទៀតនោះហើយដំបូងគឺយកតែអ្នកដែលពេញក្រមុំពលម្ចារីទេតែមកដល់ពេលនេះមិនថាក្មេងមិនថាមនុស្សចាស់ប្រុសឬស្រីទេគឺគេយកទាំងអស់តាមតែគាត់ដឹងគាត់ថានៅទីនោះកំពុងតែមានរឿងរ៉ាវដែលមិនល្អហើយពុកគាត់និយាយថាអារឿងចាំជាតិនឹងវាចេះតែមានហើយតែសំខាន់តែយើងត្រូវដោះស្រាយដូចមិនដាច់ហើយសាច់រឿងមួយហ្នឹងគឺគាត់មិនទាន់ដឹងច្បាស់ទេថាវាដើមហេតុមកពីអ្វីគ្រូពេជ្រគេក៏បានផឹកទឹកតែមួយក្អិតនិងជូបបារីមួយម៉ាត់គេក៏បាននិយាយបន្តមកកាន់ពុកថានៃលពូនខ្ញុំសូមប្រាប់រឿងមួយចុះណានៅទីនោះគឺការពីដើមគឺគេគោរពបូជាណាស់
ព្រោះនៅទីនោះគឺមានប្រម៉ែមួយគេហៅថាប្រម៉ែនាគីប្រម៉ែនាគីនេះគឺមិនមែនសំដៅទៅលើពពួកឥណ្ឌាអីទេគឺជាប្រម៉ែមួយដែលគេមានអបិយជំនឿពីបុរាណមកថាប្រម៉ែនេះត្រូវបានព្រះមហាក្សត្រនៅក្នុងសម័យដើមសម្រាប់ហើយបោះចូលទៅក្នុងទន្លេនោះដោយសារតែកំហឹងនិងចិត្តប្រច័ណ្ឌខឹងមកកាន់មនុស្សលោកប្រម៉ែនេះតែងតែយីធ្វើបាបគេរហូតដំបូងគឺគ្រាន់តែជាវិញ្ញាណធម្មតាទេហើយដំបូងនោះគឺគ្រាន់តែធ្វើបាបប្រជាជនដែលនៅតាមដងទន្លេមាត់ស្ទឹងឡងបន្លាចដែលប្រជាជនភាគច្រើននៅទីនោះគេមានជំនឿគេហៅថាទីនោះគឺជាខ្មោចទឹកតែក្រោយមកទៀតទីនោះក៏ចាប់ផ្ដើមផ្លាស់ប្រែអ្នកដែលបានសម្លាប់នាងគំនុំទាំងប៉ុន្មានដែលបានធ្វើលើនាងបានបកត្រឡប់មករកម្ចាស់ដើមវិញគឺព្រះនាងម្នាក់ទៀតដែលបានដណ្ដើមមនុស្សដែលនាងស្រឡាញ់ធ្វើឲ្យគំនុំនោះកាន់តែច្រាបច្រាលឡើងទៅហើយអ្នកដែលនៅទីនោះគេតែងតែមានអបិយជំនឿថាព្រះនាងនឹងរងចាំយកជីវិតគូបដិបកដែលចង់មានន័យថាមនុស្សកំណានចិត្តឬមួយក៏មនុស្សដែលជាជ្រែកស្នេហាព្រះនាងសម្រាប់ព្រះនាងអីចឹងទៅនៅតែពេលពុកស្ដាប់ដល់ត្រឹមនេះពុកគាត់ថាដូចជារឿងកំ pl ែងបន្តិចតែពុកមិនហ៊ានមកទេតែបើរឿងថាមានខ្មោចទឹកខ្មោចអីនៅខាងក្រោមហ្នឹងពុកជឿព្រោះពពួកខ្មោចទឹកអស់ហ្នឹងពុកធ្លាប់ជួបហើយដឹងមិនបានគេយកថ្នាំថ្ម7គ្រាប់នេះមកជាមួយអត់ដោយសារតែពួកគាត់មានជំនឿថានៅក្រោមបាតទឹកនេះពពួកខ្មោចទឹកអស់ហ្នឹងវាខ្លាចទៅលើថ្នាំថ្មហើយបច្ចុប្បន្ននេះអ្នកដែលនៅតាមជួរដងទន្លេនៃប្រទេសឡាវគេមានជំនឿណាទៅលើថ្នាំថ្មវត្ថុស័ក្តិសិទ្ធិអីចឹងទៅដើម្បីការពារពីពពួកខ្មោចទឹកអស់ហ្នឹងហើយតាមដែលគ្រូពេជ្របានបន្តនិយាយមកទៀតគាត់ថានៅខាងក្រោមនោះគឺប្រៀបបីដូចជាលាងមួយដែលបានលាក់នៅទៅដោយវិញ្ញាណគំនុំអារម្មណ៍ស្រឡាញ់ជូរចត់ហើយគាត់ថាពពួកអស់ហ្នឹងមិនមែនមានតែម្នាក់ពីរនាក់អីទេគឺមានច្រើនហើយតែងតែចាប់ឆក់ជីវិតពួកទូកនេសាទដោយដែលយើងធ្លាប់ដឹងហើយថាពពួកខ្មោចទឹកអស់ហ្នឹងគឺវាមានឫទ្ធិអំណាចតែនៅក្នុងទឹកទេតែពពួកខ្មោចទឹកដែលនៅក្នុងប្រទេសឡាវដែលគេបាននិយាយនេះគឺចង់សំដៅទៅលើខ្មោចទឹកម្យ៉ាងដែលវាអាចអន្ទងព្រលឹងសំដំព្រលឹងហើយមកហ្នឹងគឺដើម្បីមកទៅជញ្ជាត់ព្រលឹងដែលគេហៅថាពិធីជញ្ជាត់ព្រលឹងនោះឯងគឺចង់សំដៅទៅលើការធ្វើបុណ្យភិវនាជញ្ជាត់ព្រលឹងដើម្បីយកគេត្រឡប់មកវិញចឹងដូចថាមានមនុស្សម្នាក់កំពុងតែបាត់ព្រលឹងទៅតាមគេហើយយើងត្រូវតែទៅធ្វើពិធីជញ្ជាត់ព្រលឹងនេះដើម្បីយកមកចូលរូបវិញអញ្ចឹងទៅព្រោះតែពិធីកិច្ចមួយគឺយើងធ្វើទៅតាមពិធីនៃជំនឿនិងភូមិស្រុករៀងខ្លួនទោះថាឈ្មោះពិធីវាដូចគ្នាឬមួយក៏ការធ្វើនឹងវាស្រដៀងគ្នាតែកន្លែងខ្លះក៏វាមានការខុសគ្នាដែរហើយមូលហេតុដែលគាត់ហៅពុកមកទាំងអស់គ្នាដោយសារតែពុកគាត់ចេះនៅពិធីអន់ហ្នឹងជាមួយនឹងពុកឡាំហើយការធ្វើពិធីនឹងមួយគឺមិនអាចធ្វើតែឯងបានទេប្រៀបដូចតែជំនឿនៅក្នុងប្រទេសថៃមួយដែលគេនិយាយថាការដែលទៅយកលឹកដៃឬមួយក៏ខ្មែរយើងហៅថាពពុះសម្រិតគឺមិនអាចទៅយកតែម្នាក់ឯងបានទេបើទៅយកតែម្នាក់ឯងនាំឲ្យមានគ្រោះថ្នាក់ហើយក៏ព្រោះថានៅទីកន្លែងនីមួយតែងតែមានម្ចាស់ទឹកម្ចាស់ដីកន្លែងគេកាន់ថែរក្សាអញ្ចឹងយើងមិនអាចទៅធ្វើរឿងលំអើនឹងហួសព្រំដែននៃធម្មជាតិបានទេសូម្បីតែការទៅបង្ក្រាបឬមួយក៏ទៅសម្រុះសម្រួលជាមួយនឹងពពួកខ្មោចទឹកដែលជាវិញ្ញាណចងអាឃាតឆ្លងជាតិនេះក៏ដោយតាមអ្វីដែលគ្រូពេជ្របានប្រាប់មកកាន់ពុកគឺគាត់ចង់សម្ដៅទៅលើថាអូនស្រីរបស់សេដ្ឋីនឹងគឺជាព្រះនាងម្នាក់ទៀតដែលបានមកចាប់ជាតិហើយក៏ចងគំនុំជាមួយនឹងបរមម្នាក់ទៀតដែលជាមេតបឬមួយក៏មហាក្សត្រនោះគឺគាត់ចង់សម្ដៅទៅលើបែបហ្នឹងហើយមូលហេតុដែលគាត់ត្រូវធ្វើពិធីនេះដើម្បីទៅជញ្ជាត់ព្រលឹងអ្នកដែលត្រូវបានលងទឹកហើយនៅមានដង្ហើមរស់តែគ្រាន់តែមិនដឹងខ្លួនសោះទំនងដូចគេមានអបិយជំនឿថាវិញ្ញាណដែលបានបាត់ភ័ងទៅនោះគឺកំពុងតែនៅជាប់ឃុំក្រោមបាតទឹកអីចឹងទៅការធ្វើពិធីមួយនេះគឺគេធ្វើទៅតាមជំនឿដូនតាពីបុរាណរបស់គេទេហើយតាមដែលខ្ញុំដឹងគឺនៅក្នុងប្រទេសខ្មែរយើងទៅតាមតំបន់ដាច់ស្រយាលមួយចំនួនក៏គេមានជំនឿទៅលើពិធីមួយនេះដែរកាលពីខ្ញុំនៅក្មេងៗក៏ខ្ញុំធ្លាប់បានដឹងបានលើអំពីពិធីនេះមួយដែរដែលគេបាននិយាយអំពីការជញ្ជាត់ព្រលឹងតែយើងទៅតាមដានស្ដាប់មើលថាវាដូចទៅនឹងអ្វីដែលយើងធ្លាប់បានជួបបានប្រទះអត់
ពួកគាត់ពិភាក្សាគ្នាជាច្រើនម៉ោងឡើងចង់តឹងទៅសាយកោរៀងខ្លួនដោយសារតែជំនឿនិងអបិយជំនឿខុសគ្នាហើយដល់ពេលចឹងទៅពុកគាត់ក៏បានរកដំណោះស្រាយកណ្ដាលដោយគាត់បាននិយាយទៅកាន់គ្រូពេជ្ររួមជាមួយនឹងពុកហាំថាបើយើងចង់ដឹងថារឿងនឹងពិតឬមួយក៏មិនពិតពួកយើងត្រូវតែចុះទៅដល់ទីនោះទាំងអស់គ្នាមេកន្ទ្រៀងខ្លាមរយក៏គាត់ទៅជាមួយដែរព្រាមព្រៃគាត់ថាគាត់ក៏ចង់ទៅមើលដែរពិធីគេនឹងយ៉ាងម៉េចវិញពួកគាត់ក៏បាននាំគ្នាចងសេះទាំងអស់នៅផ្ទះពុកហាំហើយរបស់របរគឺពួកគាត់ຕົកនៅទីនេះដោយសារតែនៅទីនេះគឺពុកហាំគាត់មានកូនសិស្សប្រមាណអ្នកដែរដែលគេទទួលខុសត្រូវខាងលើពុកគាត់ផ្ដាំថាមើលថែរបស់ទាំងអស់ហ្នឹងមិនឲ្យបាត់សំបីតែមួយហើយបើមានអ្នកណាហ៊ានទៅលួចឬមួយក៏យ៉ាងម៉េចយ៉ាងម៉ាតែគាត់ដឹងគឺគាត់មិនຕົកនៅរៀនសូត្រវិជ្ជាអស់ហ្នឹងជាមួយគាត់ទៀតទេគាត់និយាយបែបនេះគឺគាត់ចង់គំរាមតែនៅក្នុងចិត្តគាត់គឺគាត់ដឹងច្បាស់ហើយថាកូនសិស្សគាត់ទាំងអស់គឺមិនមែនជាមនុស្សដែលចង់បានរបស់គេនោះឡើយក្រោយពេលផ្ដាំហើយពុកគាត់បានបបួលគ្នាឡើងជិះទូកឆ្លងទៅទូកនោះគឺដូចតែខ្ញុំនិយាយការពិសេសរឿងមុនអញ្ចឹងគឺជាទូកឈើដែលគេចងប្រអប់គ្នាហើយយើងអាចជិះនៅលើនោះបានដោយគេទាញខ្សែឆ្លងទៅមកកាត់ស្ទឹងអញ្ចឹងដល់ពេលគ្រូពេជ្រដែលគាត់ជាគ្រូអ្នកដែលដឹងរឿងអស់នេះគាត់ក៏បាននាំពួកគាត់ទាំងអស់គ្នាទៅជួបលោកសេដ្ឋីនោះទៅដល់ព្រាមសេដ្ឋីនោះគេក៏ជាឈ្មួញគេជាអ្នកមានដែរអញ្ចឹងគេឃើញអញ្ចឹងទៅគេក៏សួរថាជាគ្រូមកពីណាគ្រូពេជ្រក៏បានប្រាប់ទៅកាន់សេដ្ឋីនោះថាគឺជាគ្រូមកពីខាងខ្មែរដល់ពេលលើបែបនឹងព្រាមគេថាគេជឿណាស់ដោយសារតែអាគមមុនអាគមគេថាអូមអាមទាំងអក្សរវិរុទ្ធយន្តគេថាទាំងអស់ចេញទៅពីខ្មែរអញ្ចឹងទៅសេដ្ឋីដែលជាកូនថៃកាប់ឡាវនោះគេជឿមកកាន់ពួកគាត់ណាស់គេបានអញ្ជើញពួកគាត់ទៅហូបគោដែលគេកាប់ដុតឲ្យពួកគាត់ហូបទៀតនោះនិយាយទៅគេត្រៀមចាំទទួលហើយសិទ្ធិបានលើកដៃសម្ភារមកកាន់ពួកគាត់មិនទម្លាក់ដៃសោះហើយគិតតែពីអង្វរឲ្យគាត់ជួយទៅកាន់កូនស្រីនិងកូនប្រសាប្រុសគាត់អញ្ចឹងតាមពិតទៅពីរនាក់ហ្នឹងបានភ្ជាប់ពាក្យជាមួយនឹងគ្នាហើយតែតាមដែលលោកសិទ្ធិបានប្រាប់ពីរនាក់ហ្នឹងក្រោយពេលភ្ជាប់ពាក្យហើយពួកគេក៏បាននាំគ្នាទៅជិះទូកលេងលើឃើញថាមិនអីក៏ទៅជិះទូកនៅក្នុងស្ទឹងមួយដែលនៅមិនឆ្ងាយពីផ្ទះនេះប្រហែលទេដោយសារតែសេដ្ឋីនេះគឺជាអ្នកមានអញ្ចឹងទៅគេមានដីគេធំគេមានស្ទឹងមានអីគេទិញយកដីដែលនៅជាប់ស្ទឹងហើយកូននឹងទៅជិះទូកលេងដកឈូកដកផ្លិតអីហ្នឹងតែក៏ស្រាប់តែធ្លាក់ទឹកហើយអ្នកពេលដែលធ្លាក់នោះគឺអ្នកបម្រើរបស់សេដ្ឋីនឹងទេដែលឃើញហើយបានរត់មកប្រាប់នឹងមានអ្នកខ្លះចុះទៅស្រង់អីចឹងទៅដល់ពេលស្រង់មកដល់លើក៏ឃើញថាមិនទាន់ស្លាប់ទេតែមិនអាចនឹងដឹងខ្លួនរកអ្នកជាច្រើនមកគេមកមើលទាំងគ្រូពេទ្យដែលគេចេះក្បួនវិជាពេទ្យបារាំងអីហ្នឹងមកមើលតែនៅតែមើលបញ្ជាបើពេទ្យបារាំងវិញគេថាគេក្រវីក្បាលគេគ្មានសង្ឃឹមទេព្រោះថាមនុស្សនេះគេបាននិយាយថាស្លាប់បាត់ហើយតែគ្រាន់ថាវាមិនទាន់ចេញផុតអស់នៅខ្យល់អុកស៊ីសែនអីចឹងទៅតាមវិជាពេទ្យរបស់គេដល់ពេលគាត់មិននិយាយរឿងហ្នឹងប្រាប់ពួកពុកក៏ចាប់ផ្ដើមមើលមុខគ្នាគាត់ថាតាមដែលគាត់មើលទៅគឺពួកគេមិនទាន់អស់ជីវិតទេតែគាត់ចង់រងចាំដល់ថ្ងៃល្អខែល្អធ្វើគាត់ធ្វើពិធីអញ្ចឹងគាត់ចង់សម្ដែងទៅដល់ថ្ងៃ15កើតពេញបោអញ្ចឹងទៅព្រោះនេះគឺជាទំនៀមគ្រូគឺត្រូវការថ្ងៃដែលមានរិទ្ធិអំណាចអញ្ចឹងទៅហើយពួកគាត់ចង់នាំគ្នាទៅចរចាជាមួយនឹងគេសិនព្រោះពួកគាត់ដឹងគាត់មកដល់ទីនឹងភ្លាមគាត់មានអារម្មណ៍ថាដូចជាមានអ្នកណាម្នាក់សម្លឹងមើលមកកាន់គាត់សឹងតែគ្រប់ទិសអញ្ចឹងដូចជាគេមើលមកដោយសេចក្តីចងអាឃាតទៀតផងតាមដែលពុកដឹងនៅកំពុងតែអង្គុយហូបអីនោះជាមួយនឹងគ្នានោះពុកប៉ាត់រួមជាមួយនឹងពុកខាំក៏សុំខ្លួនដើម្បីទៅដើរមើលបរិវេណជុំវិញនេះគាត់ថាគាត់ហូបអត់ស្រូវបានច្រើនទេតែតាមពិតគឺពួកគាត់ទាំងពីរនាក់ចង់ទៅពិនិត្យមើលស្ថានភាពនៅជុំវិញនេះគ្រូពេជ្រគាត់ចេះទៅលួចមើលតែពុកថានឹងអង្គុយហូបនឹងទៅកុំបារម្ភអីគាត់ដើរទៅមើលនៅទីនោះមួយសន្ទុះគាត់នឹងត្រឡប់មកវិញហើយពុកខាំរួមជាមួយនឹងពុកប៉ាត់គឺគាត់ទៅមែនគាត់ដើរទៅមើលនៅជុំវិញនោះដើម្បីរកមើលកន្លែងដែរគាត់សង្ស័យហើយគាត់បានពឹងឲ្យអ្នកបម្រើម្នាក់ជូនគាត់ទៅដល់មាត់ស្ទឹងនោះពុកថាទៅដល់គឺឃើញមែនដូចអ្វីដែលគាត់បានមើលនៅក្នុងនិមិត្តមែននៅទីនោះគឺគាត់បានឃើញមនុស្សស្រីម្នាក់ស្លៀកពាក់បែបទំនៀមបុរាណជនជាតិឡាវគឺនាងស្លៀកសំពត់ហូលហើយមានស្បៃប៉ាក់ឈៀងជាសម្បុរខ្មៅនិយាយទៅដូចពួកមេមត់អញ្ចឹងអង្គុយនៅលើទូកពុកថាគ្រាន់តែឃើញភ្លាមពុកឡើងព្រឺក្បាលពុកថា
រូបរាងនាងគឺស្អាតល្អទេតែភ្នែកវិញគឺពោពេញទៅដោយការចងអធិធគ្រាន់តែឃើញពុករួមជាមួយនឹងពុកខំទៅដល់ភ្លាមគឺនាងបែរមុខមកនិងចង្អុលមកបង្កាន់ពួកគាត់ទាំងពីរថាកុំមករញ៉េរញ៉ៃនៅកន្លែងនេះហើយបើចង់សុខឲ្យពួកគាត់នាំគ្នាទៅវិញអស់ហើយគេបាននិយាយបន្តទៀតថាមិនខ្វះទេអ្នកដែលចង់មកចាប់មកចង់បង្ក្រាបគេតែម្នាក់មិនមានជីវិតត្រឡប់ទៅវិញទេហើយគេសួរថាពុកមកនឹងគឺចង់មកធ្វើជាបរិវាររបស់គេមែនបានជាមកលើកទាំងក្រុមអញ្ចឹងហើយគេថាគេឃ្លានឈាមក៏ចង់បានឈាមណាគេថាពួកពីរនាក់ដែលដេកសន្លប់ហ្នឹងគឺជាសត្រូវឆ្លងជាតិរបស់គេពួកនឹងធ្លាប់សម្លាប់គេអញ្ចឹងទៅធ្លាប់ធ្វើបាបចិត្តគេនិយាយទៅគេថាខ្មោចដែលស្លាប់បានសំដោយបំណងនឹងខ្មោចដែលស្លាប់ទៅដោយការចងកំហឹងអារម្មណ៍ស្រឡាញ់ហ្នឹងគឺពិបាកនឹងបង្ក្រាបណាស់ស្លាប់ទៅការទៅជាវិញ្ញាណដែលកាចសាហាវទៀតតាមអ្វីដែលគាត់បានដឹងពីសេដ្ឋីនោះគឺសេដ្ឋីថាកាលពីគាត់មកនៅដំបូងនៅទីនេះគឺគ្រាន់តែជាវិញ្ញាណធម្មតាគេសង់ខ្ទមមួយនៅទីនេះតែក្រោយមកទៀតគឺគាត់បានទិញរូបសំណាកមួយមកដាក់ដើម្បីឲ្យគេគោរពបូជាព្រោះម្នាក់តែងតែឃើញអ្នកនេះឃើញអ្នកនោះដល់ពេលគាត់សរុបយកមកទៅគឺអ្នកទាំងអស់នោះគឺឃើញដូចគ្នាអញ្ចឹងទៅគាត់ក៏បានទិញរូបសំណាកមនុស្សស្រីម្នាក់ដែលឈរស្លៀកពាក់ដូចអ្វីដែលពុកឃើញអញ្ចឹងយកមកដាក់នៅទីនេះដើម្បីគេគោរពបូជានឹងហៅថាប្រម៉ែឡើងពេញមាត់នៅទីនេះគេហៅថាប្រម៉ែនាខីហើយម្នាក់គឺតែងតែគោរពបូជាតែលុះដល់ពេលមានរឿងរ៉ាវកើតមកលើកូនសេដ្ឋីយ៉ាងទៅលោកសេដ្ឋីក៏បានហាមប្រាមអ្នកបម្រើទាំងអស់មិនឲ្យយកអ្វីទៅថ្វាយទេសូម្បីតែគោរពក៏មិនឲ្យគោរពដែរធ្វើឲ្យគេនោះគឺកាន់តែខឹងគេកាន់តែចង់អាឃាតមកកាន់ក្រុមគ្រួសារបលូសេដ្ឋីអញ្ចឹងទៅហើយចង់បញ្ជាក់ប្រាប់ថាគេនិយាយមកហ្នឹងគឺពុកស្ដាប់បានទេដោយសារតែគេនិយាយជាភាសាឡាវបែបបុរាណជាពួកឡានសាងឡានណាអីចឹងទៅណាពុកស្ដាប់បានទេតែពុកខំគាត់នៅទីនោះយូរគាត់ស្ដាប់បានគាត់បកប្រែឲ្យពុកស្ដាប់ចឹងទៅហើយពុកខំគាត់ឃើញគេចង្អុលគេអីគាត់ស្ដាប់បានតែគាត់អត់ទៅតបជាមួយគេទេគាត់ឈរមើលធម្មតាគាត់ថាទោះចង់ចង្អុលដល់ក្បាលគាត់ទៀតគាត់មិនទៅខ្វល់ដែរគាត់ថាពួកហ្នឹងវាខ្លាចដោយសារតែពុកមកគឺពុកមានបន្ថែមថ្មមកជាមួយអញ្ចឹងទៅវាចាញ់អំណាចនៃថ្លើមថ្មនិយាយទៅពពួកខ្មោចទឹកហ្នឹងគឺចាញ់ទៅលើអំណាចថ្លើមថ្មមែនលុះដល់ពេលវាឃើញថ្លើមថ្មពុកនៅជាប់នឹងខ្លួនវាហិមចិត្តទេវាបានត្រឹមតែចង្អុលពីចង្ងាយពុកក៏គាត់ដាច់ចិត្តសួរគាត់ថាតើឯងនឹងមែនចាប់យកវិញ្ញាណរបស់កូនសេដ្ឋីម្នាក់ហ្នឹងទៅដល់ពេលនិយាយចប់គេក៏បានមើលមកកាន់មុខពុកគឺចង្អុលមកវិញតើឯងហៅថាណាជាឯងដឹងទេថាយើងមានអាយុប៉ុន្មានគឺយើងមានអាយុរាប់ពាន់ឆ្នាំហើយទឹកស្ទឹងនៅទីនេះគឺយើងជាអ្នកកាន់ថែរក្សាអ្នកស្រុកនៅក្នុងសម័យមុនគេគោរពបូជាយើងណាតែពួកវានេះគឺវាមកវាបំពេញយើងហើយយើងនឹងយកជីវិតវាដោយសារតែកាលពីមុនវាធ្លាប់បានសម្លាប់យើងវាបានធ្វើបាបចិត្តយើងអញ្ចឹងទៅដល់ពេលពុកលឺបែបហ្នឹងពុកគាត់ក៏និយាយថាស្លាប់ទៅហើយគឺទៅកាន់សុគតិភពចុះតើអ្នកនៅតាមចងកម្មចងពីវេលានឹងគ្នាតទៅទៀតធ្វើអីដោយសារតែពុកប៉ាត់ក៏ធ្លាប់រស់នៅជាមួយនឹងលោកធ្វើដងគាត់ក៏បានបញ្យល់អំពីផ្លូវធម៌គាត់ក៏បាននិយាយថាអាក្រក់ល្អសខ្មៅការស្រឡាញ់ខឹងស្អប់គឺវាស្ថិតនៅលើចិត្តយើងជាអ្នកដែលស្រឡាញ់ជាអ្នកដែលប្រកាន់មមចងជាប់ទៅនឹងគេការដែលយើងចងពៀនឹងគ្នាពីមួយជាតិទៅមួយជាតិធ្វើឲ្យយើងនៅវាវល់តែនឹងគ្នាมันអាចរកទីកន្លែងដែលស្ងប់សុខបានទេទោះបីជាពុកបញ្យល់ប៉ុណ្ណេះមែនគេស្ដាប់ទៅគឺនឹងត្រជាក់ចិត្តបន្តិចតែគេនៅតែមិនព្រមគេថាគេមិនព្រមដល់លែងបណ្ដឹងពីអ្នកទេគេនឹងចងពួកពីរអ្នកហ្នឹងទុកនៅក្រៅបាតទឹករហូតឲ្យនៅយាមទីនេះទើបគេស្ងប់ចិត្តអញ្ចឹងទៅពុកឃើញថាចរចាមិនបានពុកគាត់ត្រឡប់មកវិញពុកគាត់មុននឹងគាត់ចេញមកពុកខំគាត់ក៏បានធ្លុយមកថាបើសិនជាអ្នកនៅតែមិនព្រមសម្រួលជាមួយនឹងគ្នាទៀតផាយចាប់ពីយប់នេះទៅគឺពុកគាត់លេងធေါ်ក្តៅអញ្ចឹងទៅគេក៏បានសើចលឺនឹងបានរលាយបាត់ពីលើទូកនោះទៅពុកគាត់ឃើញថាគេទៅបាត់ហើយពុកក៏បានដើរចេញមកវិញពេលដែលមកដល់គ្រូពេជ្រក៏នៅពួនគេតាមឈើនោះដែរគ្រូពេជ្រក៏បានចេញមកបង្ហាញខ្លួននិងបានសួរមកកាន់ពុកថាតើទៅសម្រួលជាមួយនឹងគេបានអត់អញ្ចឹងហើយពុកក៏បាននិយាយថាគឺមិនព្រមទេគេចង់បានជីវិតក្មេងទាំងពីរនាក់នេះយកទៅពុកប៉ាត់ក៏បាននិយាយថាបើសិនជាគេមិនព្រមអញ្ចឹងយើងត្រូវតែរកដំណោះស្រាយគាត់ថារកនរណាម្នាក់ដែលស្ម័គ្រចិត្តដកព្រលឹងដើម្បីចូលទៅកាន់បាតាខាងក្រោមនោះដើម្បីទៅយកនាំយកព្រលឹងមនុស្សពីរនាក់ត្រឡប់មកវិញអញ្ចឹងទៅ
ពួកខាំក៏ថាតួគាត់ទៅតែក៏សុំឲ្យមនុស្សដែលនៅខាងលើនេះធ្វើពិធីដើម្បីការពាររូបរាងរបស់គាត់អញ្ចឹងទៅហើយនៅក្នុងកិច្ចពិធីដែលត្រូវដកវិញ្ញាណដើម្បីទៅជួយមនុស្សនៅក្នុងបាតទឹកនេះគឺវាមិនមែនជារឿងងាយៗដូចក្នុងរឿងនិទានដែលគេនិទានឲ្យយើងស្ដាប់នោះទេគឺការដកវិញ្ញាណទៅមួយគឺត្រូវរៀបពិធីក្បួនខ្នាតគេត្រឹមត្រូវចឹងណាតម្រូវឲ្យមានបាយសីវត្ថុស័ក្តិសិទ្ធិមានពុទ្ធរូបមានទេវរូបអញ្ចឹងទៅដាក់ជាច្រើនដើម្បីនឹងរៀបចំកិច្ចពិធីដើម្បីដកព្រលឹងនឹងទៅគាត់ក៏បានយករឿងនេះមកប្រាប់សេដ្ឋីគេក៏ព្រមគេសួរថាចង់ដកនៅទីណាចឹងទៅពុកប៉ាត់គាត់ក៏បានប្រាប់ថាគាត់សុំនៅច្រកមាត់ស្ទឹងខាងកើតដើម្បីនៅទីនោះព្រោះទីនោះគឺមានដីទូលខ្ពស់ផុតពីទឹកហើយគាត់ថាប្រម៉ែហ្នឹងគឺមានបរិវារជាក្រពើទៀតផងអញ្ចឹងឲ្យអ្នកនៅខាងលើប្រយ័ត្នហើយថ្មិញក្រពើរួមទាំងកតុយដំរីហើយវត្ថុស័ក្តិសិទ្ធិជាដែររបស់ពុកសោតអីហ្នឹងគឺទុកឲ្យពួកគាត់នៅខាងលើសម្រាប់ទល់ជាមួយនឹងពួកសត្វដែលនៅខាងលើចំណែកឯពួកគាត់ទាំងពីរនាក់នឹងដកយកព្រលឹងដើម្បីចូលទៅកាន់បាតដាខាងក្រោមហើយគាត់ប្រាំទៅកាន់គ្រូពេជ្រទៀតថាទោះបីជាមានរឿងអ្វីក៏ដោយក៏មិនឲ្យគ្រូពេជ្រដកញៀនទៅតាមគាត់ដែរហើយគាត់ថាត្រឹមមេឃភ្លឺគាត់នឹងត្រឡប់មកវិញអញ្ចឹងទៅនឹងគឺគាត់បានអុជធានអុជធូបដែរតាពួកគាត់អុជធូបនៅមុខអាសនៈគ្រូដែលគាត់ទៅតែដំឡើងថ្មីហើយគាត់បានដាក់ទឹកផ្តិលមុនពីរផ្តិលនៅជិតគ្នាមានទៀនមួយគូដោតទៅតាមផ្តិលនីមួយគ្រូពេញនៅទីនេះរៀបចំពិធីក្បួនដើម្បីការពាររូបរាងកាយរបស់ពុកលុះដល់ពេលពុកគាត់បិទភ្នែកមួយសន្ទុះទៅគាត់ក៏បានដកនៅវិញ្ញាណគាត់ដើរទៅជាមួយនឹងពុកខាំចុះទៅដល់ឋានបាតានោះមែនជាវិញ្ញាណវាមិនអាចទៅនៅឆ្លក់ទឹកដូចនៅទៅនឹងមនុស្សទេលុះដល់ពេលពុកគាត់ចុះទៅដល់ទីនោះគាត់បានជួបជាមួយនឹងគេមែនគេឃើញពុកទៅគេក៏បាននិយាយថាឯងនេះប្រហែលណាស់ហ៊ានចូលមកដល់កន្លែងគាត់តែម្ដងហើយពុកគាត់ទៅក៏សម្បគាត់ថាគាត់សុំយកពីរនាក់ត្រឡប់មកវិញអញ្ចឹងតែគេអត់ព្រមទេដំបូងគេទាចង់បានសំណែនដង្វាយហើយគេចង់ឲ្យមានភ្លេងលេងកំដរគេអញ្ចឹងទៅតែដល់ពេលពុកថាព្រមចឹងគាត់ទៅប្រាប់គេឲ្យគេបែរជាដូរចិត្តចង់បានក្របីនិយាយទៅគេដូរចង់បាននេះចង់បាននោះគេដូរឲ្យត្រពីអញ្ចឹងទៅពុកគាត់ដឹងថារៀងពិបាកចរចាពុកគាត់បាននិយាយថាបើសិនជាអ្នកព្រមឲ្យសូមអ្នកនិយាយមកចង់បានអីគេឲ្យអញ្ចឹងទៅណាតែគេនៅតែមិនព្រមអញ្ចឹងទៅគេចង់បានពីរនាក់ហ្នឹងទៅហើយពីរនាក់នៅក្នុងបាតានោះតាមតែពងនិយាយគឺពួកគេមិនមានរូបរាងច្បាស់លាស់ទេគឺជាប្រភេទវិញ្ញាណដែលគុំក្រងទៅនឹងដួងវិញ្ញាណដែលជាដួងបន្លឺទូចពីរដួងដែលនៅក្នុងបំពង់ដួងកែវហើយពុកទៅនឹងគឺមានខ្សែអំបោះដែលជាខ្សែអំបោះវិញខ្សែសីមាចងរបស់គាត់ចុកទុកចំខ្លួនចំណែកឯថ្លើមថ្មនោះគឺគាត់ទុកជាប់នឹងខ្លួនជាប់ពីនិច្ចអញ្ចឹងហើយទើបធ្វើឲ្យខ្មោចនោះវាមកជួមជិតគាត់បានហើយមិនមែនថាគ្មានបរិវារទេណាបរិវារគេគឺនៅពេញហ្នឹងតែគ្រាន់ថាពួកហ្នឹងអៀនចូលមកជិតគាត់ថាអាខ្លះក៏ចោកក្នុងវវៃណានៃអាខ្លះវិញរូបរាងវាដូចជាមនុស្សដែលយកស្មៅស្លាយមកពាក់ពីលើអញ្ចឹងជាធម្មតាទេខ្មោចទឹកគឺវាបែបហ្នឹងហើយប្រម៉ែនោះគឺគាត់ចរចាយ៉ាងយូរនៅតែមិនព្រមឲ្យទៀតដល់ពេលឃើញបែបនេះប្រម៉ែហ្នឹងក៏បានប្រាប់ឲ្យពួកបរិវារហ្នឹងឡើងមកខាងលើដើម្បីមករំខានពិធីគាត់ធ្វើឲ្យគាត់ស្ដាប់នៅក្រុមបាតឹងធ្វើជាបរិវារខ្ពស់ប្រម៉ែនឹងតែម្ដងតែមិនបានសំដូចចិត្តណាដោយសារតែនៅខាងលើគឺមានពុកសោតពុកឡាំរួមជាមួយនឹងមកពេជ្រដែលគេនៅទីនេះដែរណាមួយមានព្រានព្រៃខ្លា100ទៀតហើយនឹងខ្លាផាន់គេនៅទីនឹងដែរអញ្ចឹងពួកគាត់ទាំង4នាក់ទាំង5នាក់កំពុងតែរៀបចំពិធីនៅខាងលើដើម្បីការពារខ្លាផាន់ក៏មិនណយដែរដល់ថ្នាក់គេហៅថាខ្លាផាន់អ្នកជួញដូរនៅចង្គង់ផ្លែមិនធម្មតាទេគឺសុទ្ធតែជាអ្នកមានរបៀបអាគមមុនគេថាដូចគ្នានៅខាងលើនឹងកំពុងតែទប់ទល់ជាមួយនឹងវងក្រពើតែវាចេញពីទឹកមកហើយក៏មានខ្មោចទឹកមកជាមួយដែរគាត់ថាក្រពើមួយក្បាលគឺមានខ្មោចទឹកហ្នឹងគឺជិះពីលើតែម្ដងហើយសម្រុកមកកាន់ពិធីគាត់ថាពួកហ្នឹងគឺហ៊ានណាស់ចុះមកដល់សឹងតែមកដល់ដែនព្រំសីមាដែលគាត់ចងតែគ្រាន់ថាមកពេញគាត់ចេះសីមាមួយដែលគេធ្លាប់និយាយនៅក្នុងរឿងក្រៃថោសីមាហ្នឹងគឺខ្លាំងណាស់ជាប្រភេទសីមាដែលរំកិលសីមាហ្នឹងគឺជាសីមាដូចទៅនឹងសីមា8ទៅដែរតែគាត់ថារឹមណាយវាខ្លាំងជាសីមា4ធាតុផងនោះហើយវាការពីបានច្រើនណាស់មិនថាទឹកដីភ្លើងខ្យល់ទេឲ្យតែពពួកនឹងចូលមកគឺអាចនឹងឆេះស្លាប់ភ្លាមមិនថាឡើយសូម្បីតែសត្វក្រពើជាប្រភេទក្រពើមានវិញ្ញាណបិសាចទៀតនោះរឹតតែមិនអាចចូលមកក្នុងដែនសីមានេះបាន
ចំណែកឯពុកទាំងពីរនៅខាងក្រោមបាតទឹកនោះវិញកំពុងតែតទល់ជាមួយនឹងគេក៏ដោយសារតែគាត់ធ្លាប់តែខ្លាំងលើដីគោកដល់ពេលចុះទៅក្រោមទឹកគឺវាបែររៀងទប់ទល់ដែរមុនគេថាមួយចំនួនគឺគាត់មិនអាចប្រើទប់ទល់ជាមួយនឹងគេបានទេដូចជាមុនព្រះគីក្រុងឆៃអីហ្នឹងគឺមកគាត់មិនអាចទប់ទល់ជាមួយនឹងគេបានទេតែមានមុនមួយដែលគាត់អាចទប់ទល់ជាមួយនឹងគេបានគឺមុននេះរាជមុនហ្នឹងគឺសំដៅទៅលើខ្សែមួយដែលគេអាចពាន់ចងចាប់ទៅលើពពួកខ្មោចព្រាយបិសាចទៅនៅទាំងក្រោមបាតទឹកទាំងនៅលើគោកអញ្ចឹងទៅគាត់អាចប្រើបានត្រឹមតែមុននេះរាជនេះទេហើយគាត់ប្រើមុនហ្នឹងដើម្បីចងទៅលើប្រម៉ែនោះតែប្រម៉ែនោះពួកគេអាចនឹងទប់ទល់បានដែរគាត់ថាក្រោយពេលដែលគាត់សូត្រនឹងមុននឹងភ្លាមក៏មាននៅពលរស្មីពន្លឺពណ៌មាសចាស់ចេញឡើងទៅហើយក៏បានបញ្ចេញរូបរាងជានាគតូចមួយក្បាលទៅវិញចងប្រម៉ែនោះតែក៏ត្រូវបានប្រម៉ែនោះប្រឹងរើបំរាស់រហូតទៅដល់នាគនោះទៀតចេញទៅមកខាងហើយគាត់ថាក៏ប្រឹងសូត្រទៀតដើម្បីឲ្យមាននៅខ្សែមួយទៀតទៅចងគាត់ថាពួកគាត់ទាំងពីរនេះគឺព្យាយាមនេះដូចជាពុកគាត់ព្យាយាមប្រើមុនក្អមអាថានគឺជាអាថានឈ្មោលដើម្បីចាប់ដាក់ទៅក្នុងក្អមនោះតែម្ដងហើយក៏មានក្រណាត់យ័ន្តមួយចំនួនដូចជាគេថាដណ្ដប់មេឃដែលគាត់យកទៅប្រើប្រាស់នៅក្នុងបាតដែរនោះតែគ្រាន់ថាអាថានខ្លះគឺប្រើបានអាថានខ្លះទៀតគឺប្រើមិនបានអញ្ចឹងទៅណានៅខាងលើគោកនេះវិញគឺខ្លាផាន់កំពុងតែតែងកំភ្លើងបាញ់ទៅកាន់ពពួកសត្វក្រពើអនោះព្រមមានក្រពើខ្លះទៀតគឺវាអត់ចាញ់ច្រាបសីមានឹងទេវាបំរុងនឹងចូលមកអញ្ចឹងទៅណាដោយសារតែពពួកវិញ្ញាណខ្មោចទឹកខ្លះគឺវាបានសម្លាប់មនុស្សច្រើនវាស៊ីនៅពពួកវិញ្ញាណមនុស្សនៅលើគោកច្រើនអញ្ចឹងទៅធ្វើវាមានរត់អំណាចវាមានកម្លាំងធាតុដីទៅវាអត់សូវខ្លាចភាពភ្លើងដែលជាសីមាទេវាអាចចូលមកបានតែគ្រាន់ថាត្រូវបានពុកសូត្រគាត់យកដកយកដែរគង់គាត់យកមកកាប់ទៅលើពុកសូត្រនៅពេលនេះគឺត្រូវបានគ្រូដើមដែលជាម្ចាស់ដើមនឹងចូលមកសន្ធិដ្ឋទៀតហើយអត់មានខ្លាចញញើតកពើសម្បីតែមិនក្បាលណាគឺពុករត់ចូលទៅតែម្ដងពេលខ្លះទៅគឺខ្លាផាន់បាញ់ទៅខ្លាចតែត្រូវពុកសូត្រទេដោយសារតែវិញ្ញាណគ្រូដើមចូលសន្ធិដ្ឋឲ្យនាំពុកសូត្រចុះទៅកាប់ដល់ក្នុងទឹកគឺទឹកស្ទឹងពុកចូលនឹងត្រឹមជង្គង់ឯនោះហើយក្រពើនៅព័ទ្ធជុំវិញនឹងតែពុកកាប់ដាច់នឹង1ជា2ជា3កំណាត់នោះគ្រូដើមជាវាជាប្រភេទតាគុំដែរសមនឹងគ្រូដាវដែលជាម្ចាស់ដើមចូលសន្ធិដ្ឋទៀតទៅវារត់តែមានរត់អំណាចហើយការកាប់ទៅលើក្រពើនោះមួយដែរគឺដាច់មួយដែរគឺដាច់ក្បាលខ្លះគឺត្រូវបានគាត់ចាក់ពីលើហើយខ្លួនពុកសូត្រវិញគឺដូចជារីកធំជាងមុនអញ្ចឹងហើយកម្លាំងដឹងមកពីណាដល់ថ្នាក់ព្រៀនខ្លាម100មើលហើយចង់លាបទឹកមាត់ទៀតទៅដោយសារតែគាត់មិនដែលធ្លាប់ឃើញហើយមិនបាច់ប្រើទៅទល់ជាមួយទេដោយត្រឹមចង្គមខ្លាអីហ្នឹងប្រើទៅទប់ទល់ជាមួយនឹងគេមិនចុះទេគឺមានតែចង្គមក្រពើដែលនៅលើខ្លួនរបស់ពុកឡាំទេតែពុកឡាំក៏សូត្រឡើងមកជាក្រពើអាថានដែលគាត់ដកយកចង្គមបានអញ្ចឹងគាត់សម្រាប់ក្រពើគ្រូវាថាគ្រូនឹងចិញ្ចឹមក្រពើនឹងបញ្ចុះអាថាននេះទៅគាត់សម្រាប់យកក្រពើនឹងបានក៏ដកយកចង្គមយកទៅយកមកទឹកហើយក្រពើនឹងទេដែលចូលទៅជួយប្រយុទ្ធជាមួយនឹងពុកសូត្រនោះមួយសន្ទុះក្រោយមកក៏ឃើញថារៀងស្ងាត់ទឹកដោយសារតែពួកនឹងវាបាក់ច្រាបទៅរឿងមួយដែលគួររន្ធត់ទៀតនោះគឺភ្លើងទៀនឆេះឡើងជាងពាក់កណ្ដាលនៅសល់តែ2 3ថ្នាំងដៃទៀតគឺត្រូវរលត់ហើយធ្វើឲ្យគ្រូពេជ្រដែលនៅខាងលើហ្នឹងកំពុងតែធ្វើពិធីសីមាដែលរំកិលហ្នឹងភ័យរៀងស្ទោះភ្នែកដែរដោយសារតែម្ចាស់វិញ្ញាណម្ចាស់រូងមិនទាន់ឡើងផុតពីទឹកមកចូលរូបវិញគ្រូពេជ្រក៏ប្រឹងសូត្រមុនគិថាដើម្បីអន្តងហៅគាត់ហៅហៅទៀតហៅឲ្យពុកខាំរួមជាមួយនឹងពុកប៉ាន់ត្រឡប់មកវិញតែគាត់ហៅយ៉ាងណាក៏មិនឃើញមកដែរហើយមួយដើម្បីទៅជួយជីវិតទៅសង្គ្រោះវិញ្ញាណ2ដែលនៅក្នុងបាតទឹកហ្នឹងហើយក៏ខ្លាចតែទៅស្លាប់ទាំងអស់គ្នាអញ្ចឹងទៅវារត់តែពិបាកនឹងដោះស្រាយទៀតបើសិនជាមានរឿងនោះកើតឡើងមែនមកពេជ្រក៏តែងតែសូត្រនៅអន្តងហៅឈ្មោះពុកដោយសារតែគាត់ស្គាល់ដឹងពីវិធីហៅហើយមិនមែនថាពុកមិនចេះទេពុកចេះដូចគ្នាតែគ្រាន់តែវិញ្ញាណព្រីនៅក្រោមបាតទឹកវាខ្លាំងជាងអញ្ចឹងទៅក្រោយពេលមុនគេថានិករាជមិនអាចចាប់បានមុនសីមាដែលនឹងកិលគោបានត្រឹមការពេលនៅខាងលើអាថានដណ្ដើមដណ្ដប់មេឃជាផ្ទៃកលាគ្រូអាគមក៏នៅតែមិនទប់ទល់បានអញ្ចឹងដល់ពេលហ្នឹងពុកគាត់ក៏ចាប់តាមត្រឡប់មកចូលរូបវិញគាត់ថាមកហ្នឹងគឺដង្ហើមពុកគឺដកសឹងតែមិនដល់គ្នាព្រោះថាភ្លើងទៀនវាសឹងតែរលត់ទៅហើយមូលហេតុបីបានគេដុតទៀនមួយគូហ្នឹងគឺទៀនមួយគូជាទៀននាំផ្លូវចង់និយាយថាដូចយើងចូលទៅព្រៃងឹតមួយអញ្ចឹងយើងអត់ដឹងថាផ្លូវណាទៅទិសណាទេ
តែដល់ពេលយើងមានភ្លើងពប់កាន់នឹងដៃវាស្មើនឹងយើងដឹងផ្លូវយើងអាចមើលផ្លូវឃើញអញ្ចឹងហើយទៀនក៏ដូចគ្នានៅពេលដែលពួកគាត់ដុតហ្នឹងគឺគាត់ចង់សម្ដៅទៅលើការអញ្ចឹងការបំភ្លឺមើលផ្លូវទៅមកអញ្ចឹងទៅដល់ពេលគាត់ត្រឡប់មកម្ដងទៀតក៏គាត់ចាប់ផ្ដើមដូរទៀនទៅឲ្យថ្មីកាច់បិស័យថ្មីគាត់ក៏បានដកព្រលឹងហ្នឹងទៅម្ដងទៀតដោយសារតែមេឃវាអត់ទាន់ភ្លឺទៅម្ដងហ្នឹងគឺពុកយកទៅទាំងតម្រៃអាឋានគាត់ចង្វាត់បដៅរួមជាមួយនឹងអង្កាំខ្សែសីមាគាត់ហើយទៅម្ដងនេះគឺពុកខំក៏ទៅមកពេជ្រក៏ទៅគឺពួកគាត់ទៅទាំង3នាក់តែម្ដងដោយសារតែទប់ទល់2នាក់ទប់អត់ឈ្នះគេទេទៅដល់ហ្នឹងគឺមកពេជ្រហ្នឹងគាត់អត់ដឹងថាប្រើអ្វីទេតែគាត់ជួយទប់ពីក្រោយពុកខំរួមជាមួយនឹងពុកបាត់នោះពួកគាត់ទាំង2នាក់ក៏បានលើកដៃប្រងគ្នានឹងសូត្រនៅមុនគេថានេះក៏រីកម្ដងទៀតដោយយកអង្កាំដែលពុកប៉ាន់ក៏ដាក់តាមខ្លួនហូតហ្នឹងយកមកកាន់ហើយច្បាច់ក្រមាទៅតែខ្សែចង្វាត់ពុនដូចខ្សែចង្វាត់ពុនដែលមានព្រះសង្ឃតែងតែពាក់នោះគឺគាត់យកមកគាត់ចាប់ផ្ដើមសូត្រនៅមុនព្រះឧបគុតមុនស្ដេចវេស្សវណ្ណអញ្ចឹងទៅដើម្បីចូលទៅលើព្រាយដែលនៅក្រោមបាតទឹកហ្នឹងទៅដល់ពេលពួកគាត់សូត្រទៅឃើញថាមានអំណាចលើសមុនទៀតហើយគេថាដែលគាត់ប្រើថាគេថានាគរីងក៏ចាប់ផ្ដើមមានរអំណាចខ្លាំងជាងមុនគឺគាត់អាចចងព្រាយនៅក្រោមបាតទឹកនឹងបានហើយអាចបង្ខំឲ្យគេយកព្រលឹងពីរដួងដែលជាព្រលឹងរបស់កូនសិទ្ធិដែលគេចាប់បានហ្នឹងយកមកប្រគល់មកឲ្យគាត់វិញអញ្ចឹងហើយព្រាយហ្នឹងដល់ពេលវាឈឺវាក្តៅទៅមិនព្រមហើយពុកក៏បាននិយាយថាពេលរងាប់ដោយកម្មចុងពីការបៀតបៀនគ្នាជាងទៅពុកក៏ចាប់ផ្ដើមទេសនានិងផ្សាយធម៌មេត្តាឲ្យទោះបីជាគាត់មិនមែនជាប្រសង់មែនតែពុកក៏ធ្លាប់បួសរៀនក៏ធ្លាប់នៅជាមួយនឹងប្រសង់បានដឹងពីច្បាប់ក្បួនបួសរៀនជាងទៅហើយពុកក៏បានទូមានទៅដល់ព្រាយនៅក្រោមបាតស្ទឹងនោះធ្វើឲ្យនាងស្ដាប់ហើយនាងហូរទឹកយំហើយក៏ចាប់ផ្ដើមរំសាយចិត្តនឹងបានសំពះមកកាន់ពុកទាំង3ហើយពុកគាត់ទាំង3នាក់ក៏បានសូត្រមន្តផ្សាយធម៌មេត្តានិយាយទៅរៀងអភិនិហารដែរដោយសារតែជាវិញ្ញាណដែលសន្ធិដ្ឋនៅក្រោមបាតស្ទឹងរាប់រយឆ្នាំតែបែរជាមកចុះញោមត្រឹមពាក្យដែលគេទូមានហើយដល់ពេលគេបានស្ដាប់ពីពាក្យទូមានរបស់ពុកទៅចំណងខ្សែចង្វាត់ពុនទាំងចំណងព្រះឧបគុតទាំងចំណងរបស់ស្ដេចវេស្សវណ្ណនោះក៏បានស្រាយមកវិញធ្វើឲ្យគេត្រឡប់ទៅជារូបរាងដើមពុកថាតាមពិតទៅវិញ្ញាណប្រម៉ែណាគីឬមួយក៏ព្រាយនៅបាតស្ទឹងហ្នឹងគឺមិនអាក្រក់ទេរូបរាងគឺស្អាតបានហើយជាអ្នកដែលស្លៀកពាក់មានសទ្ធាជ្រះថ្លាទៀតតែដោយសារតែអំណាចនៃកាមគុណចំណងក្តីស្រឡាញ់អារម្មណ៍ខឹងស្អប់ហ្នឹងឯងទៅធ្វើឲ្យសេចក្តីស្រឡាញ់ទាំងអស់ទាំងប្រមាណហ្នឹងចងទៅជាគំនុំវិញហើយចងគៀតមកលើអ្នកដែលនៅរស់ហើយវិញ្ញាណដែលថាចាំជាតិគឺមានមែនម្ចាស់កម្មពីគឺមានមែនប៉ុន្តែយើងមិនអាចមើលឃើញគេតែថ្ងៃណាមួយគេនឹងអាចបង្ហាញខ្លួនយើងឃើញក៏អាចថាបានដែរថាមិនត្រូវបងប្អូនអ្នកដែលស្ដាប់នេះអាចនឹងមានម្ចាស់កម្មពីតាមឬមួយក៏ទៅប៉ះពៀគេនៅកន្លែងណានៅថ្ងៃណាមួយក៏អាចថាបានដែរបើសម្រាប់ខ្ញុំជឿណាស់ទៅលើរឿងបាបបុណ្យគុណទោសមានបាបកម្មកម្មពីមានពិតអីចឹងទៅក្រោយពេលពួកគាត់បានធ្វើពិធីនេះចប់សពគ្រប់ពួកគាត់ក៏បានត្រឡប់ចូលមកកាន់រូបរាងដើមរបស់គាត់វិញមកដល់ស្អែកនេះពួកគាត់សើហត់ដែរតែថាវិញ្ញាណមួយដែលនៅក្រោមបាតទឹកគេក៏បានបង្ហាញខ្លួនឲ្យពួកឃើញនៅខាងក្រៅតែម្ដងគឺគេចេញពីទឹកមកមានបរិវារប្រហែលជា10-20នាក់ដែរហើយក្រពើនោះគឺស្លាប់អស់ហើយត្រូវបានពួកគាត់សម្លាប់មកដល់ភ្លាមទាំងវិញ្ញាណទាំងតូចទាំងធំគេក៏បានសំពះមកកាន់ពុករួចក៏រលាយបានម្ដងបន្តិចពុកក៏ចាប់ផ្ដើមលើកដៃប្រណម្យនិងបានសូត្រធម៌ផ្សាយធម៌មេត្តាទៅកាន់គេវិញ្ញាណមួយដែលធំជាងគេមានពន្លឺខ្លាំងជាងគេតំណងដូចជាវិញ្ញាណរបស់ប្រម៉ែនោះចឹងឯងគឺបានហក់តែទៅកាន់អាកាសហើយក៏បាត់សូនឈឹងទៅម្នាក់គឺបើកមាត់ចំហតែម្ដងមិនថាពុកសូនមិនថាពុកឡាំទេនៅពេលនោះសូម្បីតែសិទ្ធិដែលគេនៅទីនោះគេបាត់មាត់ចំហដែរហើយដោយសារពិធីនេះចប់សពគ្រប់ពួកគាត់មិនទាន់បញ្ចប់ពិធីនេះទេនៅយប់ហ្នឹងគឺនាំគ្នាបំបីផ្លូវគ្នាទៅសម្រាប់ដល់ពេលព្រឹកឡើងចុងមកដល់ពួកគាត់ក៏ចាប់ផ្ដើមធ្វើពិធីមួយដែលយើងហៅថាពិធីចិញ្ចត់ព្រលឹងនោះដោយសារតែយើងអាចចិញ្ចត់បានដោយសារតែយើងបានធ្វើពិធីដើម្បីបង្ក្រាបទៅលើម្ចាស់ស្ទឹងហើយអញ្ចឹងនៅសេសសល់គឺពិធីបញ្ចប់ចិញ្ចត់ព្រលឹងដើម្បីឲ្យព្រលឹងដែលម្ចាស់រូបនៅក្រោមបាតស្ទឹងគេមកសន្ធិដ្ឋនៅរូបរាងដើមគេវិញហ្នឹងទៅគឺគេមានឈ្នាងចិញ្ចត់មួយ
មានស្លាបៃមានស្លាធွာដែលគេដោតជាឈើចង្កាក់ដោតជាប់ទៅមានមលូមានអីដោតជាប់ទៅលើធាងជ័យហើយគេយកធូបយកអីយកទៅដោតអោបជាមួយបើមានរូបភាពខ្ញុំនឹងឲ្យមើលដោយសារតែខ្ញុំពិបាកនឹងបញ្យល់ដែរតែខ្ញុំធ្លាប់ឃើញគឺរូបភាពបែបហ្នឹងតាមអ្វីដែរពួកគាត់និយាយប្រាប់តគ្នាមកបន្ទាប់មកពួកគាត់ក៏បានធ្វើពិធីចិញ្ចោតព្រលឹងហើយក៏បានចិញ្ចោតយកមកមែនពួកគាត់ចិញ្ចោតព្រលឹងតាំងពីមាត់ស្ទឹងរហូតមកដល់ផ្ទះហើយជាតែឲ្យឈ្មោះដោយឪពុកម្ដាយនឹងជាអ្នកតែចិញ្ចោតហើយពួកគាត់ទាំងពីរនាក់ទាំង3ទាំង4នាក់នៅខាងក្រៅចេះតែជួយសុទ្ធធរដើម្បីអន្តងហៅអញ្ចឹងទៅលុះមកដល់ហ្នឹងទៅគេក៏បើកកំណាត់សោដែលក្របទៅលើមនុស្ស2នាក់ដែលដេកសន្លប់ហ្នឹងក្រោយពេលក្របពីលើ2នាក់ហ្នឹងគេបើកកំណាត់សចេញមកគេក៏ចាប់ផ្ដើមយកឈ្នាងហ្នឹងយកមកអង្រុនអង្រាក់ពីលើដើម្បីដូចជាយើងចិញ្ចោតត្រីយកមកអង្លាក់វាចូលទៅក្នុងកន្ត្រកអញ្ចឹងចាក់ចូលក្នុងកន្ត្រកអញ្ចឹងគេធ្វើអញ្ចឹងគម្រប់រហូតទៅដល់7ដងហើយក៏ណាត់សូត្រធសូត្រអីរហូតមានលោកប្រត់ទឹកក្រោមមុនឃើញថាក្រោយពេលបញ្ចប់ពិធីមួយសន្ធុះក្រោយមកទៅពួកគេបានដឹងខ្លួនវិញហើយដឹងខ្លួនមកគឺពួកគេយំអោបគ្នាតែម្ដងហើយគេនៅតែនិយាយដដែលថាឲ្យធ្វើបុណ្យឲ្យច្រើនទៅដើម្បីឧទ្ទិសកុសលទៅដល់ម្ចាស់កម្ពីហើយពួកគាត់នៅទីនោះក៏ដឹងច្បាស់ដែរថាអារឿងរ៉ាវចាំជាតិម្ចាស់កម្ពីនឹងគឺមានពិតក្រោយពេលពួកគាត់បានបញ្ចប់រឿងរ៉ាវនៅក្នុងទឹកដីនៃខេត្តឡាវនោះហើយចប់សពគ្រប់ពួកគាត់ទាំងពីរនាក់ក៏បាននាំគ្នាត្រឡប់មកកាន់ស្រុកភូមិកណ្ដាលរៀងខ្លួនអូព្រៃប្រាប់បងប្អូនគឺពុកប៉ាត់មិនទាន់ទៅណាទេគឺគាត់បានធ្វើដំណើរទៅជាមួយនឹងព្រានខ្លា100រួមជាមួយនឹងខ្លាផាន់ដើម្បីយកតំណែងដែលខ្លាផាន់រួមជាមួយនឹងព្រានខ្លា100យកមកលក់យកមកជួញដូរនៅតាមជួរភ្នំដងរែកតាជាមួយថៃអញ្ចឹងទៅពុកប៉ាត់ក៏ត្រូវទៅជាមួយនឹងពួកគាត់ទោះទៅជួញដូរហើយទៅត្រឡប់មកវិញចឹងហើយសាច់រឿងដែលត្រូវទៅជួញដូរនេះមានការប៉ះពាល់អាគមប៉ះពីប៉ះសន្តិនោះយើងនឹងលើកឡើងនៅភាពបន្តទៀតនៅពេលនេះដែរខ្ញុំបាទ admin ក៏សូមលើកម្រាមដៃថប់គ្រប់នឹងជម្រាបលាទៅកាន់ពុកម៉ែបងប្អូនអរគ្នាយើងនឹងវិលមកជួបគ្នាម្ដងទៀតនៅអ៊ីពីសូតក្រោយៗទៀតសូមអរគុណសូមគោរពលា